នៅក្នុងភូមិតូចមួយដែលគេបំភ្លេចចោលក្មេងប្រុសកំព្រាក្រីក្រម្នាក់បានដើររង្វេងតែម្នាក់ឯងគាត់គ្មានក្រុមគ្រួសារគឺមានតែក្តីសង្ឃឹមនៅក្នុងបេះដូងប៉ុណ្ណោះថ្ងៃមួយកំពុងស្វែងរកអាហារក្មេងប្រុសនោះបានដើរទៅឆ្ងាយពេករហូតវង្វេងចូលទៅក្នុងព្រៃដ៏ធំល្វឹងល្វើយងងឹតសូនឲ្យឈឹងឆ្លងកាត់ដើមឈើក្មេងប្រុសបានឃើញខ្ទមចម្លែកមួយធ្វើពីឈើនិងឆ្អឹងវាមានក្លិនអាសោចខ្លាំងណាស់នៅក្នុងខ្ទមនោះមានមេធ្មប់ម្នាក់រស់នៅជាមួយនឹងក្រសែភ្នែកដ៏មុតស្រួចនាងញញឹមយ៉ាងកំណាចដាក់ក្មេងប្រុសនោះហើយហៅគេឲ្យចូលក្នុងផ្ទះមេធ្មប់នោះបានធ្វើពុតជាចិត្តល្អដោយផ្ដល់អាហារប៉ុន្តែនាងបានលួចរៀបចំអន្ទាក់មន្តអាគមមួយមេធ្មប់នោះបានហុចសម្មួយចានឲ្យក្មេងប្រុសខណៈដែលនាងលួចរៀបចំមន្តអាគមនៅលើឥដ្ឋក្មេងប្រុសនោះមើលទៅគួរឲ្យសង្ស័យក្មេងប្រុសនោះបានចាប់អារម្មណ៍នឹងមន្តអាគមរបស់នាងហើយក៏បានបាច់ទឹកយ៉ាងលឿនទៅលើនិមិត្តសញ្ញាអាគមបំបែកមន្តអាគមនោះហើយរត់គេចចូលទៅក្នុងព្រៃនៅក្រោមពន្លឺព្រះច័ន្ទមេធ្មប់នោះបានស្រែកដោយការភ្ញាក់ផ្អើលដោយកំហឹងមេធ្មប់បានបញ្ជូនវិញ្ញាណអាក្រក់ជាច្រើនឲ្យដេញតាមគេប៉ុន្តែក្មេងប្រុសនោះរត់លឿនជាងវិញ្ញាណអាក្រក់នោះបានដេញតាមក្មេងប្រុសឆ្លងកាត់ព្រៃខណៈដែលគាត់ព្យាយាមរត់មុខរបស់គេពោពេញទៅដោយភាពភ័យខ្លាចក្មេងប្រុសនោះបានលោតចូលទៅក្នុងទន្លេដែលហូរខ្លាំងគេចផុតពីវិញ្ញាណដែលមិនអាចឆ្លងកាត់ទឹកបានព្រឹកបន្ទាប់គេបានភ្ញាក់ពីដំណេកនៅក្បែរមាត់ទន្លេដោយមានសុវត្ថិភាពព្រមជាមួយភាពហត់នឿយអំដោយពន្លឺថ្ងៃនិងសត្វបក្សីហើរប្រងព្រាតគេបានដើរអស់ជាច្រើនថ្ងៃរហូតដល់គេបានឃើញពន្លឺចែងចាំងនៃទីក្រុងមួយដែលនៅឆ្ងាយក្តីសង្ឃឹមរបស់គេបានចាប់ផ្ដើមមានម្ដងទៀតក្មេងប្រុសនោះឈរនៅមាត់ទ្វារធំមួយក្នុងទីក្រុងដែលយាមដោយទាហានពីរនាក់ស្លៀកពាក់ពាសដាច់ក្មេងប្រុសនោះមើលទៅហាក់ដូចជាភ្ញាក់ផ្អើលដោយភាពអស្ចារ្យនៃទីក្រុងដ៏សុយវិល័យនៅកណ្ដាលទីក្រុងមានថ្មដ៏ធំមួយដែលមានដាវភ្លឺចែងចាំងជាប់នៅក្នុងនោះវាត្រូវបានគេនិយាយថាអ្នកណាដែលទាញដាវចេញពីថ្មនោះបាននឹងក្លាយជាស្ដេចមនុស្សជាច្រើនបានព្យាយាមតែត្រូវបរាជ័យបុរសខ្លាំងមាឌធំនិងក្រុមទាហានបានព្យាយាមទាញដាវនោះប៉ុន្តែបរាជ័យហើយហ្វូងមនុស្សមើលដោយការខកចិត្តក្មេងប្រុសនោះបានមើលទៅដាវមានអារម្មណ៍ទាក់ទាញចម្លែកនៅក្នុងចិត្តរបស់គេបានដាក់ដៃរបស់គេលើដាវហើយដាវនោះបានរអិលចេញយ៉ាងងាយស្រួលហើយមានពន្លឺភ្លឺជាងពេលណាៗទាំងអស់ហ្វូងមនុស្សបានភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្មេងប្រុសនោះអាចយកដាវដែលជាប់នៅក្នុងថ្មបានប្រជាជនបានលុតជង្គង់នៅពីមុខគេហើយស្រែកថាសូមព្រះរាជជាថ្មីទ្រង់គង់នៅយឺនយូរនៅពីចម្ងាយមេធ្មប់នោះបានឃើញក្មេងប្រុសនៅក្នុងគ្រាប់បាល់គ្រីស្តាល់របស់នាងហើយស្រែកដោយមិនជឿថាក្មេងប្រុសនោះអាចក្លាយជាស្ដេចបានក្មេងប្រុសនោះពាក់មកុដមាសសម្លៀកបំពាក់រាជវង្សហើយញឹមយ៉ាងអន់លំទោនស្ដេចថ្មីមួយអង្គបានប្រសូតឡើងបន្ទាប់ពីស្ទើរតែជិត400ឆ្នាំហើយដែលទីក្រុងនេះគ្មានស្ដេចនៅមុខប្រជាជនរាប់ម៉ឺននាក់ទ្រង់បានសន្យាថានឹងគ្រប់គ្រងដោយសេចក្តីសប្បុរសនិងការពារកុមារទាំងអស់ដែលគ្មានក្រុមគ្រួសារឲ្យពួកគេមានជីវិតប្រសើរមួយពីក្មេងកំព្រាទៅជាស្ដេចដំណើររឿងរបស់គេបានបង្រៀនមនុស្សគ្រប់គ្នាថាបើជីវិតយើងកើតមកមិនល្អប្រសើរដូចអ្នកដទៃតែអនាគតយើងនឹងអាចល្អប្រសើរជាងគេដរាបណាយើងមិនបោះបង់សូមកុំអស់សង្ឃឹមហើយបន្តដំណើរជាមួយឯកមេង